នេះបងប្អូនសំឡហើយស្ងោងំងើស្ងោងំងើជើងជ្រូកពុះចិត្តផុយឯងមិនតាន់បានដាក់គ្រឿងឯងនេះមានតែគល់ក្រែមដីនឹកក្រូចហើយនឹងខ្ទឹមបារាំងយកតាន់បានវាយគ្រឿងបញ្ចូលបាទទៅទៀតចំវាយគ្រឿងបញ្ចូលឥឡូវហ្នឹងយើងឲ្យសាច់ពុះចិត្តឆ្អិនបន្តិចសិនបាទចិត្តផុយចាំយើងវាយគ្រឿងបញ្ចូលតែបងប្អូនសាមិញអត់បានថតឲ្យមើលតកតូននឹងការផ្សំគ្រឿងរៀបធ្វើតាំងពីដើមមកសាអត់មាននៅជាមួយនៅសតឯងអញ្ចឹងឥឡូវស្ងោចាំលឹកក្រោយចាំធ្វើម្ហូបពីដើមឲ្យបងប្អូនមើលឥឡូវនឹងយកតនវាយគ្រឿងទៀតបន្តិចទៀតយើងចាប់ដើមដាក់ងាំងើចូលឲ្យសាច់រៀងផុយបន្តិចបងប្អូននេះងាំងើយើងដាក់ងាំងើចំនួន2គ្រាប់ចូលបាទយើងដាក់មើល2គ្រាប់សិនហើយកុំតន់ដាក់ច្រើនតែយកវាប្រៃជ្រុលយើងដាក់2គ្រាប់សិនហើយដាក់ទឹកវាបន្តិចបាទសម្រាប់យើងឃើញថាឥឡូវវាចាប់ផ្ដើមចិត្តផុយហើយបងប្អូនមើលលុកពុះនេះចេញហើយពុះនេះគឺវាឆ្អាបអញ្ចឹងបងប្អូនលុកពុះនេះចេញពុះនឹងវាជាតិឆ្អាបចេញពីសាច់ជ្រូកជាតិឆ្អាបឈាមកនក្នុងឆ្អឹងវាហ្នឹងគឺចេញមកបើយើងអត់ដួសចេញទេវាគឺឆ្អាបធ្វើសម្លយើងមានក្លិនហើយមួយតិចគឺងាំងើបងប្អូននេះមុននឹងបងប្អូនដាក់ក្នុងសម្លគឺបងប្អូនត្រូវពុះវាហើយយកឆ្កឹះយកក្របក្រូចចេញណាក្របងាំងើចេញបើមិនអញ្ចឹងទេសម្លយើងនឹងមានជាតិល្វីងប៉ុន្តែវាមិនល្វីងខ្លាំងគ្រាន់តែល្វីងបើសិនជាបងប្អូនណាអត់ចេះញ៉ាំល្វីងវារៀងពិបាកបន្តិចអញ្ចឹងការពីសម្លយើងល្វីងគឺយើងត្រូវពុះងាំងើជា4ឲ្យតូចបន្តិចទៅបាទហើយយើងឆ្កឹះក្របវាចេញអស់បាទចឹងដាក់ទឹកសម្លយើងចូលបន្តិចមកឲ្យចេញជាតិគឺយើងចាក់នេះចូលតែម្ដងចូលសម្លតែម្ដងបាទហើយយើងដួសទឹកងាំងើទឹកស្លយើងលាងចានតិចមកដល់ជាតិងាំងើនឹងចុះនឹងចានហ្នឹងដើម្បីឲ្យវាអស់ជាតិហ្នឹងបាទគឺយើងដាក់ក្នុងសម្លយើងតែម្ដងបាទបន្ទាប់ពីដាក់ងាំងើយើងងាស់វាប្រហែលជា5នាទីបងប្អូនថែមគ្រឿងទៅមើលសាបប្រៃតាមចំណង់ចំណូលចិត្តបងប្អូនទៅណាបាទអញ្ចឹងយើងមានតែប៉ុណ្្នឹងឯងបាទសូមអរគុណ